Ok, xin chàoអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងលើកយកស្រាដែលធ្វើចេញពីផ្លែឈើហើយជាមួយនឹងប្រភេទ red wine ខ្ញុំមកជួយអ្នកទាំងអស់គ្នាមើលដែលគេឲ្យឈ្មោះថាជាប្រភេទ sangria ហើយសម្រាប់អ្នកទាំងអស់គ្នាដែលចូលចិត្តលក្ខណៈថាបែបស្រា cocktail ដែលមានរសជាតិផ្អែមមានផ្លែឈើនៅខាងក្នុងផ្លែឈើមានច្រើនមុខអីអញ្ចឹងណាយើងអាចធ្វើជាប្រភេទនេះបានហើយingredient សំខាន់របស់វាមានដូចជាប្រភេទថ្ងៃនេះខ្ញុំយកប្រភេទជាប្រភេទ red wine ជាមួយនឹង brandy ហើយសម្រាប់ brandy យើងយកម៉ាកអីក៏បានដែរអញ្ចឹងយើងមាន red wine brandy ជាមួយនឹង lime sugar ហើយនឹង top up ជាមួយនឹង Sprite ហើយសម្រាប់ផ្លែឈើយើងមានផ្លែឈើមិចហើយសម្រាប់ផ្លែឈើយើងប្រើផ្លែឈើអីក៏បានដែរយើងមានដូចជាត្រពាំងបាយជូរផ្លែប៉មានក្រូចមានផ្លែម្នាស់ឬមួយក៏ផ្លែអាឡឹកអីក៏បានដែរឲ្យទៅអ្នកទាំងអស់ជួយអ្នកទាំងអស់គ្នាចូលចិត្តផ្លែដាក់ផ្លែហ្នឹងទៅដូចជាប្រភេទ kiwi អីអញ្ចឹងយើងអាចធ្វើបានទាំងអស់ឲ្យតែប្រភេទផ្លែឈើអូខេអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំយកជាប្រភេទ red wine ហើយសម្រាប់ sangria យើងអាចប្រើជាមួយនឹង red wine ក៏បាន white wine ក៏បានដែរអញ្ចឹងខ្ញុំប្រើជាមួយនឹង red wine ហើយសម្រាប់ថ្ងៃនេះយើងមានដូចជាគ្រឿងផ្សំសំខាន់របស់វាមានដូចជា red wine brandy lime sugar ហើយនឹង Sprite អញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើchoអ្នកទាំងអស់គ្នាមើលស្រួលហើយសម្រាប់ប្រភេទ sangria អ្នកទាំងអស់គ្នាអូខេអញ្ចឹងសម្រាប់កែវវាធំគួរសមដែរអញ្ចឹងខ្ញុំប្រើស្រាវារៀងច្រើនតិចហើយអញ្ចឹងខ្ញុំប្រើ2កែវអូខេអញ្ចឹងខ្ញុំអត់វល់ខ្ញុំស្មានយកខ្ញុំប្រើប្រហែលជាខ្ទង់300 2កែវនេះកែវធម្មតារបស់យើងណាអានេះលាយមិនយកហ្មងបងអញ្ចឹងសម្រាប់ប្រភេទនេះយើងប្រើប្រភេទ red wine អូខេអញ្ចឹងប្រភេទ brandy អ្នកទាំងអស់គ្នាប្រើប្រភេទអីក៏បានដែរអញ្ចឹងថ្ងៃនេះខ្ញុំប្រើជាប្រភេទ VSOP តើតោងប្រភេទ brandy ខ្ញុំប្រើជាប្រភេទនេះអញ្ចឹងខ្ញុំប្រើប្រភេទនេះ2សតVSOP ជាប្រភេទ brandy អូខេអញ្ចឹងវាជាប្រភេទ whisky អញ្ចឹងខ្ញុំប្រើវា2សតខ្ញុំប្រើ sugar 1សត40លេម40អូខេអញ្ចឹងតែប៉ុណ្្នឹងហើយអូខេអញ្ចឹងសម្រាប់មួយកែវគ្នា2នាក់ឬក៏3នាក់អីសម្រាប់អ្នកដែលមានគូ7នាក់អីល្មមអូខេអញ្ចឹងខ្ញុំនឹងចាប់ផ្ដើម top up ជាមួយនឹង Sprite នឹងចាប់ផ្ដើម top up ជាមួយនឹង Sprite អូខេតែប៉ុណ្្នឹងហើយអូខេអញ្ចឹងយើងអាចកូរតិចមកdegradation អូខេអូខេអញ្ចឹងសម្រាប់ប្រភេទ sangria ហើយអូខេអ្នកទាំងអស់គ្នាប្រភេទ sangria នេះសម្រាប់អ្នកដែលមានគួរ2នាក់អីល្មមអូខេអ្នកដែលរៀង sweet អី2នាក់អីល្មម